បងប្អូនថ្ងៃនេះមកអាប់ដេតថ្ងៃទី20នេះនៅមុនផ្លែសគឺផ្លែនេះដាំនៅក្នុងធុងពេត្រូឃើញថាផ្លែឥឡូវវាចេញរូបរាងច្រើនមែនតើហើយខ្លះនៅបន្តចេញខ្លះទៀតចង់កាន់ជាផ្លែនេះបន្តចេញមកទៀតហើយឃើញថាផ្លែដឹកនេះគឺផ្លែល្អមែនតើផ្លែសឹងតែគ្រប់ផ្នែកទាំងអស់ចេញវាចេញសឹងតែគ្រប់ផ្នែកទាំងអស់មកដាក់ដៃអញ្ចឹងมันវាចាប់បានល្អហើយមកពីកាមេរ៉ាយើងអត់ចេះស្រេនៅស្រេមិនមកដឹងជួយប្រាប់ខ្ញុំថតទៅវាចាប់ប្របាក់ចាប់ចឹងដាក់ដៃចឹងទៅมันវាចាប់បានល្អកន្លែងខ្លះអីទៅចាប់មកឆ្លងទៀតឲ្យបងប្អូនឃើញក្នុងនេះចឹងឃើញជ្រុងនេះអាមែកមួយនេះគឺមានអារម្មណ៍ថាវាផ្លែតិចមែនតើគឺផ្លែវាចេញស្លឹកច្រើនជាងនេះក៏ដូចគ្នាពីរមែកនេះគឺវាខ្សោយមែនតើមកពីមែកឬមកក៏មកពីអីវាយើងអត់ដឹងហើយអាចមកពីមែកវាតូចសារធាតុអញ្ចឹងវាគ្រប់វាបឺតមកចាញ់គេហើយនេះមែកធំនេះឃើញថាវាអែមមកផ្លែច្រើនបងប្អូនមិនចាញ់យើងដាំនៅដីទេគឺខ្លាយច្រើនមែនតើអូខេមានតែអាប់ដេតឲ្យបងប្អូនតែប៉ុណ្្នោះចាស់មើលស្អែកចាំបន្តទៀតនេះបងប្អូននេះចេញបន្តរហូតទៀតអូខេអរគុណច្រើនបងប្អូន